បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អ៊ុតឡាតិចនីខលបាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram គឺ3ចំណុចរកឆាតដែលបានលុបនៅក្នុង Telegramបាទហើយនៅក្នុង3ចំណុចដែលយើងបានលុបឆាត Telegram ហើយយើងត្រូវយកឆាតនោះមកសម្រាប់ទំនាក់ទំនងឡើងវិញតើយើងត្រូវធ្វើដូចម្តេចដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច Like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នូវចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយនៅពេលនេះខ្ញុំសូមចូលទៅក្នុងកម្មវិធី Telegram ដើម្បីធ្វើការបង្ហាញជូនបាទហើយខ្ញុំសូមបង្ហាញនៅក្នុងឆាត Telegram របស់ខ្ញុំមួយខាងលើនេះឈ្មោះថា Technical នេះបាទហើយទី1ខ្ញុំនឹងធ្វើការលុបនៅឆាត Telegram នេះបាទដល់ខ្ញុំសង្កត់លើឆាតនេះឲ្យយូរបន្តិចហើយខ្ញុំចុចនៅកន្លែងធុងសម្រាមនេះបន្ទាប់មកទៀតគឺកន្លែងនេះខ្ញុំសូម tick ដើម្បីធ្វើការលុបទាំងនៅក្នុងគណនី Telegram ខ្ញុំផ្ទាល់ហើយនឹងឆាត Telegram របស់ខ្ញុំឈ្មោះថា Technical នេះបាទរួចហើយខ្ញុំចុចពាក្យថា delete ឆាតនេះបាទនេះគឺឆាតកំពុងតែធ្វើការលុបហើយបាទហើយចំណុចទី1ដើម្បីយើងធ្វើការស្វែងរកឆាតនេះត្រឡប់មកវិញប្រសិនជាយើងស្គាល់លេខទូរស័ព្ទរបស់គាត់យើងអាចធ្វើការយកលេខទូរស័ព្ទរបស់គាត់ដើម្បីយកមកវាយបញ្ចូលនៅកន្លែងពាក្យថា Save Message នៅក្នុងគណនី Telegram របស់យើងបាទហើយខ្ញុំសូមចូលទៅកន្លែងពាក្យថា Save Message នេះហើយខ្ញុំចូលទៅខាងក្នុងកន្លែងពាក្យថា Message នេះដើម្បីវាយលេខទូរស័ព្ទបាទគឺលេខទូរស័ព្ទរបស់ខ្ញុំនៅក្នុងគណនីនេះគឺ070 35 87 78រួចហើយខ្ញុំចុចសញ្ញាបញ្ជូនបាទបន្ទាប់មកដើម្បីយើងរកនៅ account Telegram នោះគឺយើងចុចនៅលើលេខពណ៌ខៀវនេះបាទនេះគឺ account Telegram ដែលខ្ញុំបានធ្វើការលុបអំបញ្ញមិញនេះគឺឈ្មោះថា Technical បាទហើយប្រសិនជាយើងចង់ធ្វើការទំនាក់ទំនងទៅគាត់វិញគឺយើងចុចទៅពាក្យថា view profile នេះហើយយើងចូលទៅកន្លែងឆាតដើម្បីយើងធ្វើការឆាតឆ្លងឆ្លើយជាមួយគាត់បានឡើងវិញជាធម្មតាបាទនេះគឺចំណុចទី1ដែលយើងធ្វើការរកឆាតដែលយើងបានលុបបាទហើយខ្ញុំសូមបង្ហាញនៅចំណុចទី2បាទដល់ខ្ញុំចេញមកខាងក្រៅវិញបាទហើយនៅចំណុចទី2គឺយើងត្រូវរកឆាត Telegram នោះតាមរយៈឈ្មោះរបស់គាត់បាទហើយដើម្បីចូលទៅរកឈ្មោះរបស់គាត់គឺយើងចូលទៅកន្លែងរូបខ្មៅដៃនេះបាទហើយយើងចូលទៅកន្លែងរូបដូចកែវឆ្លុះខាងលើនេះបាទនេះចំពោះតែឆាត Telegram ដែលយើងបានចាំឈ្មោះ account Telegram របស់គាត់បាទហើយខ្ញុំចាំនៅគណនី Telegram របស់ខ្ញុំហើយខ្ញុំសូមវាយឈ្មោះរបស់គណនី Telegram ខ្ញុំតែម្ដងបាទនេះគ្រាន់តែខ្ញុំវាយឈ្មោះនេះគឺឃើញឆាត account Telegram នេះឡើងវិញហើយបាទហើយប្រសិនជាយើងចង់ធ្វើការទំនាក់ទំនងគឺយើងគ្រាន់តែចុចទៅលើរូប profile នេះហើយយើងចូលទៅកន្លែង message ដើម្បីយើងធ្វើការទំនាក់ទំនងជាមួយគាត់បាទនេះគឺជាចំណុចទី2ដែលយើងនៅចាំឈ្មោះរបស់គាត់បាទហើយនៅក្នុងចំណុចទី3មួយទៀតគឺមានភាពងាយស្រួលលើសពីចំណុចទី1និងទី2ទៀតបាទហើយខ្ញុំសូមបង្ហាញនៅចំណុចទី3ដល់ខ្ញុំចេញមកខាងក្រៅវិញបាទនៅក្នុងចំណុចទី3នេះយើងគ្រាន់តែចូលនៅកន្លែងរូបកែវឆ្លុះ
នៅកន្លែងឆាតតែម្ដងបាទយើងចុចទៅលើរូបកាយឆ្លុះនេះហើយក្រុមហ៊ុន Telegram នឹងធ្វើការបង្ហាញនៅរូបឆាត Telegram នៅខាងលើនេះចំនួន20ប្រសិនជាយើងបានឆាតទំនាក់ទំនងជាមួយគាត់ក្នុងពេលថ្មីគឺឆាត Telegram នោះនឹងធ្វើការបង្ហាញនៅលើនេះតែម្ដងហើយយើងអាចរកឆាតនេះដោយមិនបាច់ search រកតាមលេខទូរស័ព្ទហើយនឹង search រកទៅតាមឈ្មោះរបស់គាត់ទេគឺយើងមើលទៅលើរូបភាពនេះបាទយើងអុសមកម្ខាងមកនេះគឺខ្ញុំធ្វើការអុសចេញមកនេះគឺជារូបភាពគណនី Telegram របស់ខ្ញុំដែលខ្ញុំបានធ្វើការលុបហើយដើម្បីយើងធ្វើការទំនាក់ទំនងវិញយើងគ្រាន់តែចុចទៅលើរូបភាពឆាតនេះបាទគឺយើងចូលមកដល់នៅកន្លែង message ដើម្បីយើងធ្វើការទំនាក់ទំនងជាមួយគាត់ឡើងវិញតែម្ដងបាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅពេលដែលយើងធ្វើការលុបឆាត Telegram ណាមួយហើយយើងចង់ស្វែងរកមកវិញគឺអាចអនុវត្តនៅវិធីចំនួន3ដែលខ្ញុំបានធ្វើការបង្ហាញជូននេះបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពី3ចំណុចរកឆាតដែលបានលុបក្នុង Telegram បាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតសម្រាប់ផ្ដល់ចែកជូនជាចំណេះដឹងបន្ថែមបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីដែលជាវីដេអូផ្ដល់នូវចំណេះដឹងសម្រាប់បង្ហាញចែកជូនបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា